រៀបសួរពុកម៉ែបងប្អូនមីងទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកបង្ហាញបងប្អូនពីរបៀបធ្វើស្ងោរស្ពៃចង្កឹះជាមួយនឹងសាច់ជ្រូកឲ្យមានរសជាតិឈ្ងុយឆ្ងាញ់មើលទៅតំណងគួរឲ្យចង់ញ៉ាំតែម្ដងចែកជូនបងប្អូនទស្សនាទាំងអស់គ្នាថាតើមានគ្រឿងផ្សំនិងរបៀបធ្វើយ៉ាងដូចម្ដេចសូមតាមដានទាំងអស់គ្នាចា៎នាងខ្ញុំមានស្ពៃចង្កឹះចំនួន1បាច់បងប្អូនទម្ងន់ប្រហែលជា4ខាំអីហ្នឹងបងប្អូនហើយសាច់ជ្រូកយើងមានសាច់ជ្រូកជាប់ខ្លាញ់ចំនួនកន្លះគីឡូផងដែរស្ពៃចង្កឹះយើងហាន់ជាកង់បែបនេះប្រហែលជា2ថ្នាំងដៃទៅបងប្អូនបន្ទាប់ពីយើងហាន់ស្ពៃចង្កឹះរួចហើយយើងយកទៅលាងទឹកឲ្យស្អាតមកណាចាចំណែកឯសាច់ជ្រូកវិញនាងខ្ញុំហាន់ជាចំណិតស្ដើងហើយនាងខ្ញុំចិញ្ច្រាំពាក់កណ្ដាលទុកពាក់កណ្ដាលទៀតនាងខ្ញុំអត់ចិញ្ច្រាំទេពេលដែលយើងចិញ្ច្រាំអញ្ចឹងទៅធ្វើឲ្យសម្លរបស់យើងមានជាតិឆ្ងាញ់ណាមិនថាឆាមិនថាស្ងោរគឺនាងខ្ញុំតែងតែយកទៅចិញ្ច្រាំបែបនេះគឺពេលយើងផ្សំគ្រឿងទៅគឺចូលជាតិឆ្ងាញ់បានល្អបងប្អូនចាំបន្ទាប់មកយើងមកដាំខ្ទឹមសនាងខ្ញុំដាក់ចំនួន4កំពឹសហើយយើងចិញ្ច្រាំឲ្យម៉ត់មកទុកក្នុងចានម្ល៉េះសិនបន្ទាប់មកគ្រឿងផ្សំយើងបន្ទាប់ទៀតមានបង្គានិងយេហឺផងដែរហើយយេហឺនាងខ្ញុំហាន់ជាចំណិតវែងបែបនេះហ៎បងប្អូនហើយនាងខ្ញុំក៏មានតសក់ចាវចំនួន1ផ្លែផងដែរនាងខ្ញុំដាក់ចំនួនសាច់ពៅប្រៃហើយគ្រឿងផ្សំរបស់យើងបានត្រៀមរៀបចំរួចអស់ហើយជាដំបូងយើងដាក់ដាំទឹកឲ្យពុះបន្ទាប់មកបងខ្ទឹមសចូលហើយដាក់បង្គាយេហឺនិងតសក់ចាវចូលទៅហើយសាច់ជ្រូកយើងដាក់ចូលជាមួយគ្នាតែម្ដងបន្ទាប់មកយើងកូរពី3ត្រឡប់ទៅបងប្អូនដើម្បីឲ្យសាច់ជ្រូករបស់យើងវាបែកចេញពីគ្នាព្រោះយើងចិញ្ច្រាំទៅពេលយើងដាក់ចូលទឹកសម្លវាអាចនៅជាប់ស្អិតជាប់គ្នាបន្ទាប់មកពេលសម្លរបស់យើងពុះហើយយើងបង់គ្រឿងរបស់យើងដូចជាអំបិលស្ករប៊ីចេងចូលតែម្ដងហើយយើងកូរសម្លរបស់យើងបន្តិចទៅបងប្អូនដើម្បីឲ្យរលាយគ្រឿងយើងបានល្អហើយយើងរំងាស់វាចោលបន្តិចទៅបងប្អូនណាដើម្បីឲ្យសាច់ជ្រូករបស់យើងវារាងផុយបន្តិចណាចាបន្ទាប់មកនាងខ្ញុំបន្ថែមទឹកត្រីបន្តិចដើម្បីឲ្យសម្លរបស់យើងគឺកាន់តែមានជាតិឆ្ងាញ់ហើយឈ្ងុយណាហើយយើងរំងាស់ចោលមួយផ្លែតទៀតទៅតម្រាំតែសាច់របស់យើងផុយល្អហើយនឹងចេញជាតិពីតសក់ចាវនិងបង្គាយហឺបងប្អូនហើយនេះខ្ញុំក៏បន្ថែមទឹកស៊ីអ៊ីវបន្តិចនិងម្រេចបន្តិចដើម្បីឲ្យសម្លយើងគឺកាន់តែឈ្ងុយឆ្ងាញ់ថែមទៀតផងចាពេលដែលយើងដាក់ផ្សំគ្រឿងគ្រប់គ្រឿងអញ្ចឹងគឺធ្វើឲ្យម្ហូបរបស់យើងគឺកាន់តែឆ្ងាញ់ណាបងប្អូនហើយយើងបន្តរំងាស់ចោលប្រហែលជា2-3នាទីទៀតទៅបងប្អូនណាចាបន្ទាប់ពីសាច់របស់យើងគឺផុយល្មមហើយយើងបង់បន្លែចូលតែម្ដងហើយបន្លែរបស់យើងស្ពៃចង្កឹះហ្នឹងយើងដាក់ចូលទាំងអស់តែម្ដងណាបន្ទាប់មកយើងកូរច្របល់ចូលឲ្យសព្វជាមួយនឹងសាច់និងបន្លែរបស់យើងណាហើយយើងទុកតាម1ពុះទេបងប្អូនណាយើងអត់ទុកយូរទេដើម្បីកុំឲ្យបន្លែយើងអាលួយបើអាលួយវាអត់ឆ្ងាញ់ទេបងប្អូនហើយយើងគ្របទុកឲ្យសម្លយើងពុះសិនណាឥឡូវស្លយើងបានពុះហើយយើងអាចភ្លក់មើលបានហើយបងប្អូនអាចភ្លក់មើលទៅស្ទើរអីថែមឡងទៅតាមចំណង់ចំណូលចិត្តបងប្អូនណាហើយសម្លរបស់យើងគឺរសជាតិល្មមឆ្ងាញ់តែម្ដងហើយយើងដួសដាក់ចានរួចជាការស្រេចដើម្បីយកទៅហូបជុំក្រុមគ្រួសារបងប្អូនទាំងអស់គ្នាបានបាយសម្លក្តៅគឺហត់ទឹកសម្លទៅគឺមានជាតិឆ្ងាញ់ណាបងប្អូនជួបជុំគ្រួសារបងប្អូនយើងចាអរគុណបងប្អូនកុំភ្លេចជួយ like ជួយ share និង
Subscribe Channel របស់នាងខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូជាច្រើនបន្តទៀតពីរបៀបធ្វើម្ហូបខ្មែររបស់យើងណាអរគុណជំរាបលាបាយបាយ